បើពុំចង់ឃើញខ្លួនឯងដេកនៅក្នុងវ៉ាលីអ្នកដែលកំពុងតែបម្រើការងារជាមួយនឹងជនជាតិចិនបើកឡានឲ្យចិនធ្វើការឲ្យចិនសូមបង្កើននូវការប្រុងប្រយ័ត្នទាំងប៉ុន្មានចំណុចនេះពិតប្រាកដណាស់បងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីយើងសង្កេតឃើញថាខ្មែរយើងឥឡូវសម្បូរតែចូលចិត្តធ្វើការជាមួយនឹងជនជាតិចិនដោយសារតែធ្វើការជាមួយនឹងចិនសម្បូរលុយច្រើនសម្បូរលុយចាយសម្បូរធីបច្រើនហើយប្រាក់ខែក៏ខ្ពស់ផងដែរក៏ប៉ុន្តែយើងកុំភ្លេចនៅការបង្កើននៅការប្រុងប្រយ័ត្នទាំងប៉ុន្មានចំណុចនេះឲ្យសោះទី1សូមកុំទុកចិត្តចិនដល់ងាយងាយពេកទី2បើសិនជាគេប្រើយើងធ្វើអ្វីយើងត្រូវតែពិនិត្យមើលឲ្យច្បាស់លាស់ថាការងារនោះជាការងារស្របច្បាប់ឬក៏ខុសច្បាប់ទី3បើសិនជាគេឲ្យយើងទៅកន្លែងស្ងាត់សូមយើងប្រយ័ត្នឲ្យមែនតែនបើសិនជាអាចសូមប្រកែកជាតិឲ្យខាតទី4បើសិនជាជនជាតិចិននោះកំពុងតែមូម៉ៅហើយយើងធ្វើឲ្យគេក្តៅក្រហាយទៀតយើងនឹងអាចជួបបញ្ហាធំជាពំខានរឿងទាំងប្រមាណចំណុចនេះគ្រាន់តែជារឿងទ្រុសតែប៉ុណ្ណោះដែលខ្ញុំលើកឡើងឲ្យបងប្អូនដែលកំពុងតែបម្រើការងារជាមួយនឹងជនជាតិចិនបង្កើននូវការប្រុងប្រយ័ត្នឲ្យមែនតែនយើងឃើញថាមួយរយៈពេលខ្លីនេះឃើញមានករណីឃាតកម្មជាច្រើនករណីដោយបង្កើនឡើងដោយករណីជនជាតិចិនហើយក្នុងនោះគឺសមត្ថកិច្ចបានស្រាវជ្រាវចាប់បានអស់រួចហើយផងដែរក៏ប៉ុន្តែចាប់បានតែអ្នកប្រដន់ទាទោសអ្នកដែលបង្កតែប៉ុណ្ណោះក៏អ្នកដែលស្លាប់ក៏បានទៅបាត់រួចរាល់ហើយដែរដូច្នេះយើងមានតែបង្កើននូវការប្រុងប្រយ័ត្នឲ្យខ្ពស់ទៅមែនទែនកុំឲ្យមានករណីនេះកើតឡើងមកលើខ្លួនយើងជាបន្តបីខ្ញុំបាទមេសារាក៏សូមធ្វើការបញ្ចប់ព័ត៌មានមួយនេះតែប៉ុណ្្នេះសិនជួបគ្នាជាមួយនឹងខ្ញុំបាទមេសារានៅព័ត៌មានបន្ទាប់សូមអរគុណនិងសូមគោរពលា